วิธีงี้บงปอนได้ปราบปราทุรศัพท์ได้ Android ไปได้บงปอนติงทุรศัพท์ได้ทำไมให้บงปอนจองบานในการวิธีมูจำนวนโดยในขนมทุรศัพท์ได้จัดได้แต่บงปอนត្រូវចូលទៅ download នៅក្នុង Play Store ម្ដងមួយបាទអញ្ចឹងក្រោយពេលបងប្អូនមើលវីដេអូនេះហើយបងប្អូននឹងដឹងពីវិធីងាយចូលធ្វើតែម្ដងគឺយើងអាច download កម្មវិធីបានច្រើនណាក្នុងពេលតែមួយបាទអញ្ចឹងមុនចូលដល់ការបង្ហាញរបស់ខ្ញុំសូមបងប្អូនទាំងអស់គ្នាជួយចុច like follow page និងជួយចុច subscribe លើ channel YouTube ដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តទៀតបាទអញ្ចឹងដើម្បីយើងទៅ download កម្មវិធីជាច្រើនចេញពី Play Store ក្នុងពេលតែមួយបានបងប្អូនចូលទៅក្នុង setting បាទរួចហើយមកដល់កន្លែងនេះបងប្អូន scroll ចុះទៅរកពាក្យថាបាទ account បាទអញ្ចឹងបងប្អូនចុចលើ account នឹងមកបាទរួចហើយមកដល់កន្លែងនេះបាទបងប្អូនចុច add account បាទហើយចុច Google បាទបន្ទាប់មកវានឹង run ចូលទៅកាន់ Google ដើម្បីឲ្យយើង log in account ចូលបាទអញ្ចឹងមកដល់កន្លែងនេះបងប្អូនត្រូវធ្វើការ log in account Gmail របស់បងប្អូនចូលមកបាទហើយសូមបញ្ជាក់កន្លែង account Gmail នេះគឺបងប្អូនដាក់ឲ្យដូចទៅនឹង account Gmail នៅក្នុងទូរស័ព្ទដៃចាស់របស់បងប្អូនបាទអញ្ចឹងបន្ទាប់ពីបងប្អូនបញ្ចូល account Gmail ហើយបងប្អូនចុច next មកបាទបន្ទាប់មកវាមកដល់កន្លែងនេះបងប្អូនត្រូវបញ្ចូលនៅលេខកូដណា password របស់ Gmail យើងហ្នឹងបាទបងប្អូនបញ្ចូលលេខ password ហើយបាទរួចហើយបើបងប្អូនចង់ឲ្យវាបង្ហាញបងប្អូនចុចកន្លែង tick នេះប្រអប់ហ្នឹងទៅបងប្អូនចុចលឿនហ្នឹងទៅវានឹងបង្ហាញហើយបាទបន្ទាប់មកបងប្អូនចុច next ទៀតបាទអញ្ចឹងបន្ទាប់ពីយើងចុច next ហើយវានឹង load alert message មួយទៅកាន់ទូរស័ព្ទដៃចាស់របស់យើងមួយទៀតនោះបាទដែលយើងយក account Gmail មក log in ចូលក្នុងទូរស័ព្ទដៃថ្មីហ្នឹងបាទវា load ឲ្យដាក់ពាក្យថា yes it's me ឬក៏ yes I am អញ្ចឹងបងប្អូនចុចយកអាហ្នឹងមកបាទ tick នៅលើទូរស័ព្ទចាស់ណាបាទបន្ទាប់ពីបងប្អូន tick ហើយវា load មកនៅលើទូរស័ព្ទថ្មីវា load ចេះបងប្អូន tick យកខាងលើហើយចុច next បាទបន្ទាប់មកដល់កន្លែងនេះបងប្អូនចុច agree មួយទៀតមកបាទរួចហើយមកដល់កន្លែងនេះវាសួរយើងថាតើយើងចង់បាននៅ contact ចេញពី Google អត់បាទអញ្ចឹងបើបងប្អូនចង់បាន contact ដែលមាននៅក្នុង Google បងប្អូនចុចកន្លែងពណ៌ខៀវ turn on backup អញ្ចឹងបាទប៉ុន្តែបើបងប្អូនមិនចង់បានទេបងប្អូន don't turn on បាទអញ្ចឹងចំពោះខ្ញុំចុច don't turn on បាទរួចហើយមកដល់កន្លែងនេះគេឲ្យយើងបំពេញ address របស់យើងអញ្ចឹងបើបងប្អូនមិនពេញបងប្អូនអាចចុច skip បានបាទមកដល់កន្លែងនេះបងប្អូនចុច accept មួយទៀតមកបាទពេលនេះយើងបាន log in account Google ចូលទៅក្នុងទូរស័ព្ទដៃថ្មីរបស់យើងហើយបាទជារឿងបន្តទៅទៀតបងប្អូនត្រូវថយទៅក្រោយវិញបាទរួចហើយបងប្អូនថយទៅប៊ូតុង home ហើយបងប្អូនចូលទៅ Play Store បាទចូលទៅក្នុង Play Store វាចេញមកបែបនេះបាទចេញមកបែបនេះបងប្អូនចុច get started មកបាទបន្ទាប់មកវានឹងបង្ហាញកម្មវិធីមួយចំនួនដែលវាមាននៅក្នុងទូរស័ព្ទដៃចាស់បាទហើយក្នុងចំណុចកន្លែងនេះបើបងប្អូនគិតថា app ណាមួយដែលបងប្អូនមិនចង់ប្រើបងប្អូនអាចដោះ tick ចេញបាទអញ្ចឹងដូចជាខ្ញុំដោះ tick អញ្ចឹងបងប្អូនឃើញទេបាទបន្ទាប់ពីបងប្អូនដោះ tick រួចរាល់ហើយណាបងប្អូនចូលទៅ install នៅខាងក្រោមនេះបាទបងប្អូនចុច install ទៅអញ្ចឹងចំពោះ app ដែលជាប់ tick queue ហ្នឹងគឺវាធ្វើការ install បាទមកដល់កន្លែងនេះបើបងប្អូនចុច continue គឺវាឲ្យយើងទៅកំណត់នៅ scan ខ្ចៅដៃឬក៏ password ទូរស័ព្ទដៃប៉ុន្តែបើបងប្អូនមិនចង់ទេបងប្អូនអាចចុច skip នេះបានបាទរួចហើយវានឹងចូលទៅដល់ Play Store ដែលយើងអាចចូលទៅ search រកកម្មវិធីដែលយើងបានកំណត់មិញបាទអញ្ចឹងយើងចូលទៅ search រក Facebook មុនបាទអញ្ចឹងនេះបងប្អូនឃើញ Facebook គឺវាកំពុងតែ download ឥឡូវយើងចូលទៅ search រកមួយទៀតគឺយើងចូលទៅ search រក Telegram បាទអញ្ចឹងនេះបងប្អូនឃើញទេ Telegram ក៏កំពុងតែ download ដែរហើយ Instagram នៅខាងក្រោមនេះក៏វាកំពុងតែ download ដែរបាទអញ្ចឹងកម្មវិធីទាំងអស់នេះគឺវាកំពុងតែ download បាទយើងមិនចាំបាច់ចូលទៅ download កម្មវិធីទាំងអស់ហ្នឹងម្ដងមួយទេបាទគឺវា download ទៅទាំងអស់តែម្ដងបាទអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្ណេះបាទសម្រាប់ចែកម្លែកទៅដល់បងប្អូនទាំងអស់គ្នាបាទជួបគ្នានៅវីដេអូក្រោយបាយបាយ